សួស្តីប្រិយមិត្តអ្នកសិក្សាទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកយកអំពីប្រព័ន្ធច្បាប់ធំៗនៅក្នុងសកលលោកដោយយើងសង្កេតឃើញថាប្រព័ន្ធច្បាប់ជាច្រើនហើយប្លែកៗគ្នាពីប្រទេសមួយទៅប្រទេសមួយហើយត្រូវបានគេបែងចែកជា4ប្រភេទធំៗទី1គឺប្រព័ន្ធច្បាប់រ៉ូម៉ាំងអាល្លឺម៉ង់ដែលជាភាសាអង់គ្លេសហៅថា Civil Law ហើយប្រព័ន្ធច្បាប់នេះមានប្រភពចេញមកពីច្បាប់រ៉ូម៉ាំងហើយកើតពីការរួមផ្សំនៃវិធានច្បាប់រ៉ូម៉ាំងនិងច្បាប់អាល្លឺម៉ង់ហើយត្រូវបានរៀបចំតាមរបៀបច្បាប់បារាំងចឹងហើយបានវាមានលក្ខណៈជាច្បាប់ទសេហើយតាក់តែងជាអត្ថបទច្បាប់និងមានការចងក្រងជាក្រុមដោយការប្រើបច្ចេកទេសច្បាប់ទៅតាមការធ្វើច្បាប់ដោយមានការអនុម័តពីសភាហើយចំពោះខ្លឹមសារច្បាប់វិញមិនមានលក្ខណៈដូចគ្នានោះទេដែលវាមានផ្លែកៗគ្នាអាស្រ័យទៅតាមស្ថានភាពសង្គមនិងតាមតម្រូវការនៃប្រទេសនីមួយៗហើយម្យ៉ាងវិញទៀតចៅក្រមជាអ្នកច្បាប់ទទួលការបណ្ដុះបណ្ដាលពីសាលាច្បាប់ហើយត្រូវបានចាត់ទុកថាជាចៅក្រមវិជ្ជាជីវៈចឹងហើយបានយើងឃើញថានិស្សិតតាមសាកលវិទ្យាល័យនៅក្នុងប្រទេសដែលតែងតែរៀនហើយបានប្រឡងចូលជាចៅក្រមអញ្ចឹងទៅហើយមានការបណ្ដុះបណ្ដាលទៀតទើបចេញប្រកបជាជីវៈដោយយើងសង្កេតឃើញថាបរិបទនៃប្រទេសដែលកាន់ប្រព័ន្ធច្បាប់ Civil Law នេះចំណែកឯប្រទេសកម្ពុជាជាប្រទេសនិយមប្រើប្រព័ន្ធច្បាប់រ៉ូម៉ាំងអាល្លឺម៉ង់ចាប់តាំងពីសង្គមរាស្ត្រនិយមរហូតមកដល់សាធារណរដ្ឋខ្មែរហើយបន្តបន្ទាប់ទៀតយើងសង្កេតឃើញថារបបកម្ពុជាជាតបតៃគ្មានប្រព័ន្ធអ្វីត្រឹមត្រូវទេចំពោះសាធារណរដ្ឋជាមិត្តកម្ពុជានិងរដ្ឋកម្ពុជាការនិយមប្រើប្រព័ន្ធច្បាប់សង្គមរាស្ត្រនិយមហើយសពថ្ងៃយើងសង្កេតឃើញថាជាផ្លូវការប្រទេសយើងត្រឡប់ចូលក្នុងប្រព័ន្ធច្បាប់រ៉ូម៉ាំងអាល្លឺម៉ង់ដោយចំនួនសង្គមរាស្ត្រនិយមវិញដែរប៉ុន្តែអាចប្រតិបត្តិជាក់ស្ដែងយើងឃើញថាមានការលាយឡំខ្លះដែរនៃប្រព័ន្ធច្បាប់សង្គមនិយមនិងប្រព័ន្ធច្បាប់ Common Law ចំណែកឯប្រទេសដែលប្រកាន់ប្រព័ន្ធច្បាប់រ៉ូម៉ាំងអាល្លឺម៉ង់យើងសង្កេតឃើញថាប្រទេសដែលអនុវត្តនៅប្រទេសបារាំងប្រទេសអាល្លឺម៉ង់ប្រទេសកម្ពុជាប្រទេសជប៉ុនប្រទេសថៃឥណ្ឌូនេស៊ីប្រទេសវៀតណាមប្រទេសម៉ាដាស្កានិងប្រទេសអាហ្វ្រិកដែលនិយមប្រើប្រាស់ឬក៏និយាយភាសាបារាំងហ្នឹងអញ្ចឹងនៅក្នុងប្រព័ន្ធទី2ហៅថាប្រព័ន្ធច្បាប់ Common Law លក្ខណៈពិសេសនៃប្រព័ន្ធនេះគឺច្បាប់ទាំងឡាយច្រើនចេញពីចៅក្រមកាត់ក្តីមកវិញហើយចៅក្រមមិនមែនជាអ្នកច្បាប់ចេញពីមហាវិទ្យាល័យឬក៏សាកលវិទ្យាល័យទេដោយចៅក្រមសម្រាប់កាត់ក្តីតាមពិសោធន៍និងទំនៀមទម្លាប់និងតាមវិចារណញ្ញាណហើយគេមិនសូវរវល់នឹងធ្វើច្បាប់តាមរបៀបណាជាច្បាប់សរសេរហើយចងក្រងជាក្រុមដែលអនុម័តដោយសភានោះទេអាហ្នឹងវាផ្ទុយគ្នាពី Civil Law ហើយនៅក្នុងប្រព័ន្ធច្បាប់នេះការប្រើប្រាស់ពាក្យពេចន៍ប្រែប្រួលពីករណីមួយទៅករណីមួយហេតុនេះហើយទើបគេរៀបចំឲ្យមានការកំណត់និយមន័យនៃពាក្យនីមួយៗជាមុនសិនមុននឹងតាក់តែងខ្លឹមសារនៃច្បាប់បច្ចុប្បន្ននេះគេសង្កេតឃើញថាប្រព័ន្ធច្បាប់នេះកំពុងមាននិន្នាការវិវត្តទៅរកប្រព័ន្ធច្បាប់រ៉ូម៉ាំងអាល្លឺម៉ង់ដែលតាមរយៈការតាក់តែងច្បាប់ជាច្បាប់សរសេរចងក្រងជាក្រុមហើយចៅក្រមសុទ្ធតែជាអ្នកច្បាប់ហើយប្រទេសដែលកាន់ឬក៏អនុវត្តប្រព័ន្ធច្បាប់នេះរួមមានប្រទេសអង់គ្លេស
យ៉ាងឡង់សហរដ្ឋអាមេរិកកាណាដាអូស្ត្រាលីប្រទេសឥណ្ឌាណានិងប្រទេសអាហ្វ្រិកណានិយមអាហ្វ្រិកទ្វីបអាហ្វ្រិកហ្នឹងដែលនិយមភាសាអង់គ្លេសហ្នឹងចំណែកឯប្រព័ន្ធច្បាប់ទី3វិញប្រព័ន្ធច្បាប់ទី3ហៅថាប្រព័ន្ធច្បាប់សង្គមនិយមដែលគេជឿតាមឬក៏គេអនុវត្តតាមទ្រឹស្ដីកាល់ម៉ាร์កនិងលេនីនសង្គមនិយមជាសង្គមថ្មីមួយដែលមិនចាំបាច់មានរដ្ឋមិនចាំបាច់មានច្បាប់ហើយមនុស្សរស់រូបទទួលស្គាល់នៅសិទ្ធិនិងករណីយកិច្ចរបស់ខ្លួនដែលមានដូចគ្នាស្មើគ្នាគ្មានអ្នកត្រួតត្រាជិះជាន់មនុស្សទៀតឡើយប៉ុន្តែមុននឹងដល់ដំណាក់កាលនេះត្រូវឆ្លងកាត់ដំណាក់កាលផ្ដាច់ការហធនសិនដោយត្រូវបង្កើតមនុស្សថ្មីដែលមានស្មារតីជាអ្នកកុម្មុយនីសជាមុនច្បាប់សង្គមនិយមនេះមានលក្ខណៈជាច្បាប់សរសេរដោយប្រព័ន្ធច្បាប់រ៉ូម៉ាំងអាល្លឺម៉ង់ក៏ប៉ុន្តែខ្លឹមសារច្បាប់បានសង្កត់ធ្ងន់ទៅលើការលុបបំបាច់ឋានៈសង្គមសេដ្ឋកិច្ចផែនការកម្មសិទ្ធិរដ្ឋអំណាចរដ្ឋកាត់ក្រមអំណាចបកជាដើមអាស្រ័យហេតុនេះគេទុកប្រព័ន្ធច្បាប់សង្គមនិយមក្នុងប្រព័ន្ធច្បាប់មួយដោយឡែកអ្វីត្បិតតែវាមានលក្ខណៈមួយចំនួនណាមួយចំនួនដោយប្រព័ន្ធច្បាប់រ៉ូម៉ាំងក៏ដោយហើយប្រទេសដែលអនុវត្តច្បាប់នេះនៅប្រទេសអឺរ៉ុបខាងកើតអាស៊ីខាងលិចនិងអាហ្វ្រិកកណ្ដាលណាអាមេរិកកណ្ដាលនិងប្រព័ន្ធច្បាប់ទី4គេហៅថាប្រព័ន្ធច្បាប់សាសនាប្រព័ន្ធច្បាប់សាសនាត្រូវបានអនុវត្តនៅប្រទេសដែលបានយកសាសនានឹងឯងមកធ្វើជាច្បាប់គ្រប់គ្រងសង្គមដោយបានបញ្ចូលនៅមនោគមវិជ្ជាសាសនាធ្វើជាគោលគ្រឹះជាពិសេសចំណឹងទៅលើព្រះដែលគេចាត់ទុកថាវិធានសាសនាឬបន្ទូលព្រះមានលក្ខណៈបរិសុទ្ធជាងវិធានដែលសាងដោយមនុស្សជាតិណាមនុស្សជាពិសេសសាសនាអ៊ីស្លាមណាក្នុងការអនុវត្តជាក់ស្ដែងប្រព័ន្ធច្បាប់សាសនានេះមានការលំបាកដោយសារតែមានវិធានមួយចំនួនមានលក្ខណៈមិនស្របទៅតាមសង្គមរស់នៅជាក់ស្ដែងហើយគេឃើញប្រទេសមួយចំនួននៅបច្ចឹមបូព៌ាដែលកាន់សាសនាអ៊ីស្លាមហ្នឹងបានអនុវត្តប្រព័ន្ធនេះអញ្ចឹងសរុបសេចក្តីមកវិញយើងសង្កេតឃើញថាប្រព័ន្ធច្បាប់ទី1 Civil Law ប្រព័ន្ធច្បាប់ទី2 Common Law និងប្រព័ន្ធច្បាប់ទី3ប្រព័ន្ធច្បាប់សង្គមនិយមនិងប្រព័ន្ធច្បាប់ទី4ប្រព័ន្ធច្បាប់សាសនាអញ្ចឹងគឺយើងគ្រាន់តែដឹងអំពីច្បាប់ធំដែលគេប្រើប្រាស់នៅក្នុងសម័យកាលណាបច្ចុប្បន្នហ្នឹងហើយទៅតាមបណ្ដាប្រទេសដែលគេយល់ឃើញថាវាល្អត្រូវទៅតាមបរិបទសង្គមគេក៏គេយកទៅអនុវត្តអញ្ចឹងហ្នឹងហើយយើងឃើញថាច្បាប់យើងអនុវត្តនៅក្នុងសង្គមយើងល្អក៏យើងយកមកអនុវត្តដើម្បីឲ្យមានរបៀបរៀបរយសន្តិសុខសម្រាប់ធ្នាប់សង្គមអញ្ចឹងទៅហ្នឹងគឺការបកស្រាយរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងសូមអរគុណច្រើន